ខ្ញុំកាលណាសូមប្រថ្លែងគុំគុណចាស់ទាំង3ដោយសេចក្តីគោរពសូមនមស្ការប្រថ្លែងគុំគុណចាស់គ្រប់ព្រះអង្គសូមគោរពជំរាបសួរបងប្អូនទាំងអស់គ្នាដែលទស្សនាវីដេអូមួយនេះបាទចឹងថ្ងៃនេះយើងបន្តមេរៀនរបស់យើងមួយទៀតគឺលោភមូលចិត្តដដែលទេភាសាលោភមូលចិត្តយើងមាន8ដួងបាទហើយយើងទៅតែរៀនបាន4ដួងហើយខ្ញុំក៏រៀងដកឃ្លេសរយៈពេលវែងគួរសមដែរដោយសារតែរវល់ការងារអត់ទាន់បានធ្វើវីដេអូបន្តអញ្ចឹងឥឡូវយើងបន្តទៅលោភមូលចិត្តបន្តទៀតប៉ុន្តែមុននឹងបន្តក៏សូមរំលឹកបន្តិចដែរថាតើយើងនៅចង់ចាំអត់បាទលោភមូលចិត្តអញ្ចឹងយើងដឹងហើយលោភមូលចិត្តមាន8ដួងហើយដួងទី1ឈ្មោះថាសោមនស្សៈសហគតាំងទិដ្ឋិកតៈសម្បយុត្តតាំងអសង្ខារិកាំងបាទគឺចិត្តដែលប្រព្រឹត្តទៅមួយលើដោយសោមនស្សវេទនាប្រកបដោយមិច្ឆាទិដ្ឋិមិនមានការបបួលដឹកនាំបាទអញ្ចឹងយើងដឹងហើយគឺលក្ខណៈសម្គាល់របស់ចិត្តលោភៈដួងទី1នេះគឺត្រង់3ចំណុចមែនទេបាទទី1គឺសោមនស្សគឺរីករាយពេញចិត្តចូលចិត្តក្នុងការធ្វើបាទហើយប្រកបដោយមិច្ឆាទិដ្ឋិមានការយល់ខុសនៅក្នុងនឹងបាទយល់ត្រូវថាជាខុសខុសថាជាត្រូវថាគ្មានបុណ្យគ្មានបាបអីជាដើមបាទហើយមិនមានការបបួលដឹកនាំបាទមានន័យថាគិតឃើញដោយឯងហើយទៅធ្វើដោយឯងដោយមិនចាំបាច់មានអ្នកបបួលបាទអញ្ចឹងយើងក៏បានលើកជាឧទាហរណ៍រួចហើយដែរអញ្ចឹងខ្ញុំមិនអានឧទាហរណ៍ទៀតទេណាគ្រាន់តែរំលឹកត្រុសថាដួងទី1វាមានលក្ខណៈសម្គាល់វាត្រង់3ចំណុចហ្នឹងឯងគឺប្រកបដោយសោមនស្សហើយមានមិច្ឆាទិដ្ឋិនៅក្នុងហ្នឹងហើយនឹងមិនមានអ្នកបបួលដែរនឹកឃើញខ្លួនឯងធ្វើខ្លួនឯងបាទហើយចំពោះដួងទី2មានឈ្មោះថាសោមនស្សៈសហគតាំងទិដ្ឋិកតៈសម្បយុត្តតាំងសសង្ខារិកាំងបាទអញ្ចឹងដួងទី2មានលក្ខណៈសម្គាល់ត្រង់3ចំណុចដូចគ្នាទី1ប្រកបដោយសោមនស្សបាទរីករាយចិត្តពេញចិត្តចូលចិត្តក្នុងការធ្វើសប្បាយចិត្តក្នុងការធ្វើបាទហើយប្រកបដោយមិច្ឆាទិដ្ឋិគឺមានការយល់ខុសនៅក្នុងនឹងដែរដោយដួងទី1ដែរបាទខុសប្លែកពីដួងទី1គ្រាន់តែថាដួងនេះតតែមានគេបបួលបាទគេមកណែនាំគេមកហៅគេមកដឹកនាំគេមកបបួលបាទទៅយើងទៅធ្វើតាមគេបាទហើយក៏យើងបានលើកជាឧទាហរណ៍ដែរបាទអញ្ចឹងសម្រាប់បងប្អូនដែលអត់ទាន់បានមើលคลิปទី1និងទី2របស់ខ្ញុំអាចចូលទៅមើលបាននៅក្នុងFacebook របស់ខ្ញុំហ្នឹងscroll ចុះទៅក្រោមឃើញคลิปវគ្គទី1វគ្គទី2ណាអញ្ចឹងខ្ញុំគ្រាន់តែរំលឹកថាយើងបានរៀនហើយគ្រាន់តែរំលឹកឈ្មោះនិងលក្ខណៈសម្គាល់វាខ្លះៗបាទហើយចំពោះដួងទី3ក៏យើងបានរៀនហើយដែរគឺមានឈ្មោះថាសោមនស្សៈសហគតាំងទិដ្ឋិកតៈវិបយុត្តតាំងអសង្ខារិកាំងបាទអញ្ចឹងដួងទី3នេះមានលក្ខណៈសម្គាល់ត្រង់3ចំណុចដូចគ្នាទី1ប្រកបដោយសោមនស្សគឺរីករាយចិត្តពេញចិត្តក្នុងការធ្វើរឿងហ្នឹងក្នុងការគិតរឿងហ្នឹងគ្រាន់តែថាលើកនេះគឺប្រឆាចមិច្ឆាទិដ្ឋិបាទមិនមានការយល់ខុសក្នុងហ្នឹងទេហើយក៏បញ្ជាក់ផងដែរថាមិនមានការយល់ខុសហ្នឹងមិនមែនមានបញ្ញាក្នុងហ្នឹងទេបាទមិនមែនមានន័យថាមានការយល់ត្រូវក្នុងហ្នឹងទេគ្រាន់តែអត់បានគិតបាទគ្រាន់តែយើងអត់បានគិតយើងចិត្តទៅធ្វើទៅយើងភ្លេចគិតទៅអាហ្នឹងឈ្មោះថាប្រឆាចមិច្ឆាទិដ្ឋិឯងប៉ុន្តែពេលគិតរឿងត្រូវរឿងខុសវាចូលទៅដួងទី1វិញបាទហ្នឹងណាអញ្ចឹងចិត្តរបស់យើងគឺវាកើតរលត់លះលឿនអញ្ចឹងពេលដែលយើងកំពុងតែគិតឧទាហរណ៍ដូចថាយើងរីករាយក្នុងការទៅស្ទូចត្រីអញ្ចឹងដល់យើងរីករាយហើយយើងគិតថាវាគ្មានបាបអីទេត្រីកើតមកសម្រាប់មនុស្សស៊ីតាឃើញទេអ្នកខណៈដែលគិតអញ្ចឹងគឺវាស្ថិតនៅក្នុងដួងទី1ទេដោយសារតែវាមានមិច្ឆាទិដ្ឋិប៉ុន្តែដល់ពេលទៅស្ទូចហ្នឹងវាសប្បាយចិត្តក្នុងការស្ទូចបានហ្នឹងប៉ុន្តែលេងគិតទេភ្លេចគិតហ្នឹងឯងភ្លេចគិតថាវាត្រូវឬខុសឯងអត់គិតទេខណៈដែលកំពុងតែអង្គុយចាំត្រីស៊ីឯហ្នឹងឃើញខណៈហ្នឹងយើងអត់គិតរឿងត្រូវរឿងខុសទៀតទេយើងធ្វើតែម្ដងភ្លេចគិតរឿងត្រូវរឿងខុសណាមិនគិតរឿងបុណ្យរឿងបាបអីទេអត់គិតខណៈដែលអត់គិតហ្នឹងគឺឈ្មោះថាប្រឆាចមិច្ឆាទិដ្ឋិហ្នឹងឯងពេញចិត្តវារលត់កើតរលត់លឿនអញ្ចឹង
ពេលខ្លះក៏ដួងទី1ពេលខ្លះក៏ដួងទី3យ៉ាងមកញ៉េបាទអញ្ចឹងមានចំណុចសម្គាល់ទី1សោមនស្សដដែលទី2គឺប្រាសចាកមិច្ឆាទិដ្ឋិលើកនេះអត់មានការយល់ខុសទេហើយទី3គឺមិនមានការបបួលដឹកនាំបាទនេះដូចដួងទី1ដែរអត់ចាំបាច់មានអ្នកណែនាំអ្នកបបួលអ្នកហៅទេនឹកឃើញខ្លួនឯងគិតខ្លួនឯងធ្វើខ្លួនឯងបាទអញ្ចឹងយើងក៏បានឧទាហរណ៍ដែរហើយខ្ញុំមិនលើកឡើងទៀតទេពីឧទាហរណ៍យើងចូលទៅកាន់ដួងទី4ដួងទី4មានឈ្មោះថាសោមនស្សសហកតាំងទិដ្ឋិកតវិបយុតាំងសសង្ខារិកម្មចិត្តដែលប្រព្រឹត្តទៅមួយលើដោយសោមនស្សវេទនាប្រស្ចាមិច្ឆាទិដ្ឋិមានការបបួលដឹកនាំបាទអញ្ចឹងចិត្តដួងទី4នេះរបស់លោភៈនេះគឺមានលក្ខណៈសម្គាល់3ចំណុចដូចគ្នាទី1គឺប្រកបដោយសោមនស្សមានន័យថាយើងរីករាយក្នុងការគិតក្នុងការធ្វើសប្បាយចិត្តក្នុងការគិតក្នុងការធ្វើនឹងរឿងហ្នឹងគឺយើងរីករាយពេញចិត្តចូលចិត្តក្នុងការធ្វើតែម្ដងបាទគឺសភាពលោភៈវាអញ្ចឹងអត់ឲ្យយើងកាត់ទុកទេសភាពលោភៈឲ្យយើងសប្បាយចិត្តទេបាទរីករាយចិត្តសប្បាយចិត្តអញ្ចឹងគណៈដែលយើងសប្បាយហ្នឹងយើងអត់បានដឹងទេថាសប្បាយចិត្តហ្នឹងជាកុសលតាមពិតវាមានសប្បាយចិត្តជាកុសលប៉ុន្តែសប្បាយចិត្តខ្លះវាជាអកុសលទេគឺជាសភាពរបស់លោភៈទេគឺសោមនស្សឃើញទេសោមនស្សហ្នឹងគឺជាសភាពយើងរីករាយចិត្តសប្បាយចិត្តពេញចិត្តចូលចិត្តហ្នឹងហើយបាទសើចក្អាកក្អាយអីហ្នឹងជាសភាពរបស់លោភៈបាទយើងគិតថាសើចសប្បាយប៉ុន្តែយើងចិត្តរបស់យើងវាកើតរត់លឿនលះអញ្ចឹងការសើចសប្បាយហ្នឹងយើងមើលដល់ច្រើនហ្នឹងគឺប្រកបដោយលោភៈហើយបាទអញ្ចឹងចាំថាលោភៈវាអត់ធ្វើឲ្យចិត្តយើងកើតទុកទេដល់ទោសៈបាទបើលោភៈហ្នឹងគណៈពេលដែលកើតលោភៈហ្នឹងគឺរីករាយចិត្តបាទសប្បាយចិត្តព្រោះវាមានអីវាមានសោមនស្សក្នុងហ្នឹងឃើញទេសោមនស្សវេទនាឃើញអញ្ចឹងដួងទី4មានលក្ខណៈសម្គាល់ត្រង់3ចំណុចទី1វាសោមនស្សទី2វាប្រឆាមិច្ឆាទិដ្ឋិបាទប្រឆាមិច្ឆាទិដ្ឋិដូចដួងទី3ដែរវាអត់បានគិតទេអត់បានគិតរឿងត្រូវរឿងខុសទេឃើញទេហើយមិនមានការបបួលដឹកនាំឃើញទេអានេះវាប្រៀបធៀបទៅវាដូចដួងទី2គ្រាន់តែខុសពីដួងទី2ថងថាអានេះអត់មានមិច្ឆាទិដ្ឋិមានថាធ្វើទៅភ្លេចគិតណាអត់បានគិតរឿងបុណ្យរឿងបាបរឿងត្រូវរឿងខុសទេនឹងប្រឆាមិច្ឆាទិដ្ឋិប៉ុន្តែពេលបានគិតវាចេញពីដួងទី4ហ្នឹងទៅចូលដួងទី2វិញហើយឃើញទេចិត្តយើងវាកើតអាហារលឿនអញ្ចឹងគឺថារឿងតែមួយដែលយើងកំពុងធ្វើហ្នឹងម្ដងដួងទី1ម្ដងដួងទី2ម្ដងដួងទី3ម្ដងដួងទី4វាមានឆ្លាស់គ្នាចុះឆ្លាស់គ្នាឡើងអញ្ចឹងយើងពេលខ្លះយើងមើលមិនទាន់យើងគិតថាអូវារួចខ្លួនចេញពីអកុសលហើយតាមពិតវាគ្រាន់តែដូរដួងវាតែបាទដូរសភាពលក្ខណៈតែប៉ុន្តែក្នុងសភាពរបស់លោភៈដដែលណាអញ្ចឹងពីដួងទី1ទី2ទី3និងទី4នេះគឺយើងចំណាំសម្គាល់ឃើញពាក្យថាសោមនស្សមែនទេបាទគឺមានសោមនស្សគ្រប់ដួងដួងទី1ក៏សោមនស្សដួងទី2ក៏សោមនស្សដួងទី3ក៏សោមនស្សដួងទី4ក៏សោមនស្សបាទហើយដួងទី1និងទី2ហ្នឹងគឺមានមិច្ឆាទិដ្ឋិក្នុងនឹងអញ្ចឹងទៅមានការយល់ខុសហើយដល់ពេលដួងទី3និងទី4នេះគឺអត់មានមិច្ឆាទិដ្ឋិក្នុងនឹងទេអត់មានការយល់ខុសនៅក្នុងនឹងទេបាទហើយដល់ពេលដួងទី1និងដួងទី3គឺអត់ចាំបាច់នរណាបបួលទេគឺរីករាយចិត្តក្នុងការគិតក្នុងការធ្វើហើយនឹកឃើញនៅខ្លួនឯងទៅធ្វើដល់ខ្លួនឯងណាបាទដួងទី1និងដួងទី3ដល់ពេលដួងទី2និងដួងទី4តើគេណែនាំគេបបួលគេហៅបាទអញ្ចឹងយើងទៅធ្វើតាមគេទៅណាអញ្ចឹងយើងក៏បានលើកឧទាហរណ៍រួចរាល់ហើយដែរគ្រាន់តែរំលឹកថាយើងមាន4ដួងដែលយើងបានរៀនហើយអញ្ចឹងយើងរៀនសង្កេតពិនិត្យចិត្តរបស់យើងរាល់ថ្ងៃទៅតើគណៈណាខ្លះដែលយើងកើតនៅលោភៈបាទគណៈដែលសបាយរីករាយពេញចិត្តហ្នឹងដល់ច្រើនរបស់ពុទ្ធជនគឺលោភៈហ្នឹងឯងបាទប៉ុន្តែមិនមែនថាឲ្យតែសបាយរីករាយសោមនស្សអញ្ចឹងសិនតែលោភៈទាំងអស់មែនទេព្រោះតួកុសលវាមានរោសោមនស្សអញ្ចឹងដែរណាចាំពេលយើងរៀនដល់មេរៀនមហាកុសលចិត្តយើងនឹងឃើញថាអូមហាកុសលចិត្តគឺសបាយដែរតាដែលចិត្តកើតបុណ្យហ្នឹងសបាយដែរតារីករាយពេញចិត្តសបាយចិត្តជ្រះថ្លាហ្នឹងគឺយើងរីករាយហើយវិញអញ្ចឹងអាហ្នឹងរីករាយពេញចិត្តសបាយចិត្តហ្នឹងគឺសោមនស្សអញ្ចឹងសោមនស្សហ្នឹងមានតែនៅក្នុងចិត្ត
កុសលក៏មានហើយនៅក្នុងចិត្តអកុសលក៏មានដែរគឺប្រភេទចិត្តប្រកបដោយលោភៈហ្នឹងឯងបាទអញ្ចឹងថ្ងៃនេះយើងបន្តមេរៀនទៅទៀតគឺចូលដល់ដួងទី5បាទដួងទី5មានឈ្មោះថាឧបេក្ខាសហគតាំងទិដ្ឋិកតៈសម្បយុត្តតាំងអសង្ខារិកាំងបាទអញ្ចឹងចាប់ពីដួងទី5នេះទៅគឺលែងមានសោមនស្សហើយបាទដួងទី1ទី2ទី3ទី4សុទ្ធតែសោមនស្សយើងពេញចិត្តរីករាយចិត្តក្នុងការធ្វើសប្បាយចិត្តក្នុងការគិតក្នុងការធ្វើគឺសោមនស្សហ្នឹងណាប៉ុន្តែចាប់ពីដួងទី5ទៅចូលទៅលក្ខណៈចិត្តឧបេក្ខាវិញអត់សប្បាយចិត្តទេធម្មតាឧបេក្ខាហ្នឹងគឺជាសភាពធម្មតាកណ្ដាលកើតទុកក៏អត់កើតទុករីករាយក៏អត់រីករាយធម្មតាអញ្ចឹងឈ្មោះថាឧបេក្ខាសហគតាំងទិដ្ឋិកតៈសម្បយុត្តតាំងអសង្ខារិកាំងចិត្តដែលប្រព្រឹត្តទៅមួយអន្លើដោយឧបេក្ខាវេទនាប្រកបដោយមិច្ឆាទិដ្ឋិមិនមានការបបួលដឹកនាំបាទអញ្ចឹងចិត្តប្រភេទទី5របស់លោភៈនេះគឺខុសពីទី1ទី2ទី3និងទី4ត្រង់ថាលែងរីករាយចិត្តលែងសប្បាយចិត្តលែងពេញចិត្តក្នុងការធ្វើហ្នឹងហើយបាទហើយក៏មិនកើតទុកដែរឧបេក្ខាហ្នឹងប្រែថាកណ្ដាលហ្នឹងណាសភាពដែលកណ្ដាលជាធម្មតាមិនរីករាយចិត្តមិនសប្បាយចិត្តពេកសប្បាយចិត្តក៏អត់រីករាយចិត្តហ្នឹងក៏អត់ដែរហើយក៏កើតទុកហ្នឹងក៏អត់ដែរគឺធម្មតាយើងរៀនមើលសភាពចិត្តរបស់យើងធម្មតាដែលយើងអង្គុយលេងអញ្ចឹងណាអង្គុយលេងនៅស្ងៀមធម្មតាមិនកើតទុកអីហើយក៏វាមិនសប្បាយចិត្តអីដែរធម្មតាណាអញ្ចឹងលក្ខណៈសម្គាល់របស់លោភមូលចិត្តដួងទី5នេះគឺមាន3ចំណុចដូចគ្នាគ្រប់លោភមូលចិត្តទាំងអស់គឺមានការសម្គាល់ត្រង់3ចំណុចដូចគ្នាត្រូវចាំទៅអញ្ចឹងណាគឺទី1ប្រកបដោយឧបេក្ខាវេទនាបាទអារម្មណ៍របស់យើងចិត្តរបស់យើងចិត្តរបស់យើងហ្នឹងគឺសភាពកណ្ដាលធម្មតាមិនសប្បាយចិត្តពេកហើយក៏មិនសប្បាយចិត្តហើយក៏មិនកើតទុកបាទជាឧបេក្ខាហើយប្រកបដោយមិច្ឆាទិដ្ឋិអញ្ចឹងអានេះមានការយល់ខុសដោយដួងទី1ដួងទី2ដែរបាទមានការយល់ខុសក្នុងហ្នឹងដូចថាគិតថាវាគ្មានបាបគ្មានបុណ្យគ្មានគុណគ្មានទោសអីទេឃើញគ្មានល្អគ្មានអាក្រក់អីទេអញ្ចឹងណាបាទហ្នឹងគឺប្រកបដោយមិច្ឆាទិដ្ឋិហើយមួយទៀតគឺមិនមានការបបួលដឹកនាំបាទអញ្ចឹងដួងទី5នេះទី1អារម្មណ៍ធម្មតាចិត្តធម្មតាមិនកើតទុកមិនសប្បាយហើយប្រកបដោយមិច្ឆាទិដ្ឋិគឺមានការយល់ខុសនៅក្នុងហ្នឹងហើយមិនមានការបបួលដឹកនាំមានន័យថាគិតឃើញដល់ខ្លួនឯងហើយទៅធ្វើវាដល់ខ្លួនឯងដោយមិនចាំបាច់មានអ្នកបបួលអ្នកបង្ហាញផ្លូវអ្នកណែនាំអីទេគឺថាវាមានកម្លាំងក្នុងការទៅធ្វើរឿងហ្នឹងដល់ខ្លួនឯងតែម្ដងអញ្ចឹងដើម្បីឲ្យកាន់តែច្បាស់ហើយនឹងយល់បានស៊ីជម្រៅទៅលើដួងទី5នេះតើតែយើងលើកឧទាហរណ៍យកមកផ្សារភ្ជាប់ជាមួយនឹងដួងហ្នឹងថាតើក្នុងជីវិតយើងបច្ចុប្បន្នហ្នឹងខណៈការគិតរបស់យើងបែបណាខ្លះដែលស្ថិតនៅក្នុងលោភៈមូលចិត្តដួងទី5បាទអញ្ចឹងរំលឹកឡើងវិញផងដែរថាគ្រប់ខណៈនៃការគិតគឺជាការសាងកម្មមិនចាំបាច់តតែបញ្ចេញនៅសកម្មភាពទេហើយយើងរាប់លោភៈមូលចិត្តនេះគឺរាប់តាំងអំពីយើងគិតទៅមិនមែនចាំបាច់តតែយើងបញ្ចេញនៅសកម្មភាពទេបាទព្រោះថាការបញ្ចេញនៅសកម្មភាពទាំងឡាយហ្នឹងគឺក៏អាស្រ័យនឹងចិត្តគិតដែរណាបើចិត្តយើងគិតបែបសប្បាយគឺរូបរាងសកម្មភាពរបស់យើងគឺរីករាយតាមហ្នឹងហើយបើសិនតែចិត្តយើងប្រកបដោយទោសៈដោយសេចក្តីខឹងក្រោធមួមកហើយក៏លែងញញឹមកើតដែរមែនទេសម្ដីក៏វាលែងព្រោះហើយណាចឹងយើងមិនចាំបាច់រាប់ថាតលតែចេញសកម្មភាពទេរាប់ចាប់តាំងពីការគិតទៅបាទចឹងយើងលើកឧទាហរណ៍ដើម្បីបញ្ជាក់អំពីលោភៈមូលចិត្តដួងទី5នេះក្នុងនេះខ្ញុំបានដាក់ឧទាហរណ៍មកមួយគឺថាអ្នកលក់បន្លំភ្នែកបជីងគេអ្នកលក់បន្លំភ្នែកចិញ្ចីងគេដំបងសบายចិត្តនៅពេលដែលធ្វើបានហើយគេអត់ដឹងបាទនេះដំបងសบายចិត្តនេះបើយើងនិយាយមកកណ្ដាលនេះណាថាដំបងសบายចិត្ត
สบายจัดđấy cứ bảo cọp đôi so mà nó hay vàสบายจัดปิงจัดรีเรจัดรวมเพิ่มนะรวมเพิ่มจัดáแต่เปิดบ้านให้อัดเนี่ยนะดังáคือvề sau mình nói vậy nhé chẳng bà sinh chỉ khả năng đây tập bốn lá dân tập lòng đèn chiên kế dân sờ bãi chất ri ri chất nông cả để dân tập lòng cái ban chốt chi ban lôi ra hay cờ trade on ngầm pơ vào giờ đó á cứ về thật nó không đuông tim mùi nó phụ vềประกอบ đời sống nó nhé tại đó là pe thuê du du tử thì học tao thế đấy tại đó là thuê du du tử miền nào làm thà thầm đa mà đó thuê du du tử chặt vào những cái thầm đa về hạ bên đi chỉ xóm á đã nhưng mà lòng thành chi cái thành chân này chi nhưng đạo được si thành chân này một cái lỗ 340 khám một cái lỗ 307 khám nhưng thơ thành chân đây từ vốn lá dân thơ tất hiện đôi chị bàn phò trả ơn này ta lũ trần đánh khơi là trần đánh bàn trả ơn những này dân thầm đa đã thâu lũ tàu cái cục đó dân mình sau lũ bàn trả ơn này mình đập với dân lòng chân đó vậy dân sò định bàn sò trả ơn dân lũ bàn lôi trả ơn chân từ vốn thơ chẳng đó ọt mình đấng dân sợ bãi chất nâng dân thơ rương nâng thấy bàn lôi trả ơn nhé vẫn đập với dân thơ du tới với xòm á thầm đa đó mình thơ là chân lên khoa lên giả bà rõm lên rừng là bàn lôi trả ơn phần năng hòa ngày nhé chẳng biết tao chia thầm đa nè lại thầm đá đó khả năng đại dân thầm đá nó chứ cho một nó luôn đi pram đi với nhảy cứประกอบ đôi ở PK đi với nhảy nhé chẳng dân thơ rương kẻ muối đó ngay nhé tờ bốn lá dân thơ đòi sổ bãi chất đòi pin chất rùm thơm không ta thơ nó cứ việc ca nó không có phép đun thì mùi việc sau mình nó nhé bắt đầu là phải thơ du tấu về lên sau mà nó về lên rùm thơm đó vì cho một nó đúng tí pram nè cái ở đuôi khốn nè mẹ là thà đào sau mình nó đào sầm bài đi để pin chất bàn lô phép ớt này sập phép tham đa nó có ở toàn rồi thì lô phép đây cái nhé nâu ở trong tham đa mà chân vào dân từ tham đa vậy đó hỏi kết thả mình miệt ba bay tê và nè cái lại kết thả ở miệt ba bay tê đó chia ca chlat vào nhóm chlat nhóm trùng niên nhóm chạy và chạy cái tê rồi chi ở VC miền là ai đăng bán này nhé nè dân kết thành trắng ấy việc miệt ba bay tế anh ấy cứประกอบ đói mới cha được thế nè nhé vàประกอบ đói mới cha được thế ấy về nắng hãy thôi về đợi anh mình miền là bùa đặt nòm đây chân kết khơi khuôn anh hay thôi khuôn anh tiền nhé ở chạm bệnh là mà này nòm tháng thời chân tàu bàn cho đó ở đây dùng slab tầm đó kết khơi khuôn anh chặt thôi khuôn anh nực khơi là bạch khuôn anh nhé chẳng là nắng cứ thật nóng lô phải mua để chặt đuống thì pram hai nhé chẳng ngờ lệ cả đạo xung quanh bảo vệ miền bay trong nói đừng thì muối ở PK về tậnคืออารมณ์มันเวียนเลงsau mà nó hay việc đào cầm đặt mùi thật thầm đa và đôi nhẹ rồi tray nhắn cái chẳng đấy rồi tray bàn bốn bài chết em này và nhom tục lại nó bàn trà nó ban là bé tao ngay nắng cả bàn chân sai cả bàn chân bán trà đập bàn đằng du tốt thầm đá lên mình thơm nâng đường nắng này nhé rột xi ấy cái chấn đấy rột xi chui đồ ấy cái đó cặp kênh thì tôi làm kênh thì tôi cái đằng nó từ bốn dân từ bài chết uống mà đi nhung rột bàn trà nó một cái lần ประมาณเมินนั่นแหละประมาณสับเมินนั่นแหละโรคบานชรามันแดนสบายจะได้ไอ้กระตาไอ้แบบประเภทดวงดีปรามนี้มันเวียนแรงสบายเวียนทอมบดาเนี่ยnên làสบายlà hô tấu sò đó ngày nâng cả bàn chân sai cả bàn chân du tấu bàn là bàn nâng hỡi du tấu về lênสบายทอมบดาsò mà là lênสบายbiết trình bị đun thì mũi mà đun thì pram này nhé và lênสบายธรรมดา thấy cái tiệt hà đang bị ăn miệng bà đấy đi dừng vào làm thành chi ghê chứ là việc miệng bà đấy đấy nhom chùm niên vào cái nhóm mình miệng bà đấy đấy mà qua là làm phần năng bà bao miệng bài đấy và là kinh chứ nó cái cậu đấy mấy cha được thể ấy chết thôi về mà bảy miền Hà này nó mày cùi mừng chi mười đăng thử đăng ấy không ca thôi thôi về đợi ai phần bờ điệp thiện đường rương nó là tổ bốn lái để quạt tập kết khơi chắc ai thật cận rị đề sần nhớ đấy rương để mùi đó rương để mùi con ca để quạt lòng đèn chi cái đó
thì ta có chết này chi còn đừng oi về xì oi về khoác cả lô ấy chẳng đâu chẳng chết này vẫn định còn định này định bảo có đấy còn chết thơ cái nhé đó với còn thơ ban cho cây tốt khơi tập lắm cái ban men hay men là đăng tiền hay có tụi ban lôi ra nó khơi tập bốn và con chia ri vậy và con để sau mà nói chẳng rương cái muối đó này tập bốn ai thá mình toàn mà chỗ nó đuông đi pram như thế chiaประเภท โลภะมูลจิตnó không đuông tí mùi từ bảo là sau mà nói nhé còn đợt bé thơ du khai du ngày du nào này đó vì tập bản đăng nó bên là đăng này thế nhé plate bạn đã phải là plate năng từng thà anh chi luôn chứ nó phải si ra tiết đó đừng plate luôn mình khả năng nắng việc trôi tôi chỉ ở PK với nhỉ dừng lên đi trận pin trận nông ca là ngày nhưng mình thầm ở đa đấy xóm này bàn đập bàn nắng này chẳng đập bè dập hiệp thầm ở đa nắng cùng cái thằng ruồi chinh vì lô pet á anh ta ruồi chinh vì lô pet đây thắt nó không lô pet đã còn là tháng mà không nóng đuông thì pram thì đòn nè thật là không đuông thì pram nhé kịch thả mình bà với thế mình bà với đây nhé thôi luôn ai những ngày chẳng sập hiệp đẹp nắng cứ chia sập hiệp lô phải đuông tì pram ha chẳng vì là ắt chẳng nhé vì là ắt chẳng nhưng vì mình nghe kích phốt ấy vì cái sao là chết đấy và thôi cho nó cứ đòi trả nó khả năng đòi trả nó cứ sầm bồ tôi đòi cái sao lần này nhưng riêng là đó nhưng đăng này hay là về dương sang để cái sao đăng sang ấy bàn đăng và sang bạp sang bồn đó chẳng mà dương sang để cái sao trả chứ mà thấu tế từ túa nấu có sao vì bạn đang trả đấy mà chẳng chỉ vật dương chụp tục trả bởi những đăng vì trận bởi dân đừng nào caประกอบ đời có sao trả dân nhưng lên sao chứ ngào là nhưng lên sao tôi nó đã nắng việc đăng bị sụp hẹp vía ra cho dương sang đăng trả về ỏi phò mà trả chỉ rừng thọ mà đa vào vía chỉ rừng trâu hay chỉ rừng trâu hay để bảo vía để mình bàn đào khóc hay đấy nó chẳng á anh chẳng những ai lơ cái tia ho và thay em tia tôi đuông thì prám những ai lơ tia ho bàn đi tôi ấy nữa ôi ta dân thưa từ bốn sờ bài chất chạm thà ôi từ thưa từ bốn sờ bài chất hơi du tố vì lên sờ bài chất và rương để mùi nắng cái đời và chẳng những ai lơ tia ho không chịu bao giờ đó chạm thà đuông thì pram tùm romแต่ mà đo lột về kha ní không can để thưa báp hiện cho mình nuôi dân thưa từ bốn vía ai ta mình thơm thì đà mình thơm nhọt nhô đi chặt bên chặt chẳng này ta nói thời du tớ về xoan xoan nó việc mà cho thì prang bình vậy đó là chắc là dân ai dột bàn đấy lòng bọn nó phải dột bàn đấy đuông thì pram đấy chắc là nhầm và to cho được nó đuông thì làm mùi được tiết đuông thì làm muối ní miền trung thà OPK xã hạ kiện táng tịch thể cả tạng sam và dột táng sạ song kha để càng chất đẹp được tơ mùi ảnh lỡ đôi OPK sẽ về tận nế OPK về tận nếประกอบដោយមួយឆាដិដ្ឋិមានការបបួលដឹកនាំបាទអញ្ចឹងដួងទី6នេះឲ្យតែយល់ដួងទី5ឲ្យតែយល់ដួងទី5អាចយល់ដួងទី6នេះបានដែរព្រោះដួងទី5និងដួងទី6នេះវាខុសគ្នាតែបន្តិចទេត្រង់ថាដួងទី5មកអត់មាននរណាបបួលទេបាទដួងទី6ដល់គេបបួលបាទគេហៅគេណែនាំអញ្ចឹងវាមានលក្ខណៈសម្គាល់ត្រង់3ចំណុចដូចគ្នាទី1គឺឧបេក្ខាវេទនាបាទចិត្តរបស់យើងនឹងវាលែងសบายរីករាយហើយក៏វាមិនកើតទុកដែរគឺវាធម្មតាបាទហើយប្រកបដោយមិច្ឆាទិដ្ឋិដូចគ្នាដូចដួងទី5ដែរគឺយល់ថាអត់មានបុណ្យអត់មានបាបអត់មានត្រូវអត់មានខុសគ្រប់យ៉ាងវាអត់មានហេតុអត់មានផលអីជាដើមអញ្ចឹងណាតែមិច្ឆាទិដ្ឋិដែលយើងធ្លាប់បានរៀនខ្លះហើយយើងអាចយល់បានណាបាទប្រកបដោយមិច្ឆាទិដ្ឋិហើយមួយទៀតគឺមានការបបួលដឹកនាំបាទនេះមានការបបួលដឹកនាំមានន័យថាតើគេមកណែនាំគេមកហៅគេមកប្រាប់គេមកបបួលទៅធ្វើបើអត់មាននរណាមកណែនាំទេយ៉ាងអត់នឹកឃើញបាទយ៉ាងអត់តាមចង់ទៅធ្វើរឿងហ្នឹងឯងបាទគេមកណែនាំអញ្ចឹងយើងមើលឧទាហរណ៍មួយណាឧទាហរណ៍គឺឧទាហរណ៍ដូចតែឧទាហរណ៍ទី5ទេដើម្បីឲ្យយើងងាយយល់បាទតែកាលណាយើងឧទាហរណ៍វែងឆ្ងាយពេក
xe đạch để lại bị tia ho chả phê cái thôi nhưng tụi bạn không phải dồn chẳng từ bốn những tia ho rương đôi kia chẳng màu xanh mất về để dừng rồi cho bác chăm chơi một bài tới chiều tia ho đặt tây cho ra điện hay dừng nằm mơ khơi không chịu dân cứ miền miền tây sai miền đông miền tây cho ra nên nào sao là chết mà chẳng dừng mơ tia ho cái đặt nhưng đặt thà nét lụa bằng lòm phần này chân chính kế tập 4 สบายចិត្តនៅពេលដែលធ្វើបានហើយគេអត់ដឹងបាទចាហ្នឹងដូចដួងទី5ដែរឃើញទេបាទដំបងឡើយវាសบายចិត្តទេហ្នឹងសบายចិត្តហ្នឹងវាដល់ភាពធៀបដួងទី6វាទៅក្នុងដួងទី2វិញបាទដួងទី2សោមនោះហើយមានមិច្ឆាទិដ្ឋិដូចគ្នាហើយដល់គេបបួលដែរអានេះដួងទី6នេះគឺឈប់សោមនោះហើយមកជាសភាពកដាធម្មតាហើយមានមិច្ឆាទិដ្ឋិដដែលហើយតើតែគេបបួលដូចដួងទី2ដែរចឹងអ្នកលក់បន្លំអ្នកជីគេដំបងសบายចិត្តនៅពេលដែលធ្វើបានគេអត់ដឹងណាចាសบายចិត្តហ្នឹងវានៅដួងទី2នោះទេតែដល់ពេលធ្វើយូរទៅមានអារម្មណ៍ថាធម្មតានេះអាចិត្តរបស់យើងទៅជាធម្មតាវិញហ្នឹងគឺវាធ្លាក់ចូលឧបេក្ខានេះវិញហើយវាលោតមកក្នុងដួងទី6វិញហ្នឹងឃើញទេវាអត់រួចខ្លួនទេឃើញទេបាទអត់តាន់រួចខ្លួនទេហើយដោយគិតថាมันមានបាបអីទេឃើញទេអត់មានបាបអីទេមិនមានបុណ្យគ្មានបាបអីទេខ្ញុំប្រកែអញ្ចឹងជាជំនាញរបស់ខ្ញុំរៀនមកអញ្ចឹងខ្ញុំឆ្លាតជាងគេអ្នកគិតជើងឆ្លាតជាងគេហ្នឹងណាអាហ្នឹងវាមានវិចារទិដ្ឋិដែរគិតថាខ្លួនឯងធ្វើខុសមិនឃើញថាជាកំហុសតែនឹកឃើញខ្លួនឯងឆ្លាតជាងគេអីណាបាទមិនមានបាបអីទេប៉ុន្តែមិនធ្វើដល់ឯងនេះតលមានអ្នកបបួលបាទអញ្ចឹងដួងនេះដល់គេមិនណែនាំគេមកហៅបាទវិញជីអញ្ចឹងយើងពេលខ្លះយើងចេះដែរតែយើងយ៉ាងខ្ជិលធ្វើអញ្ចឹងណាបាទយើងចេះដែរថាអារបៀបសេរីឲ្យជីនឹងស៊ីយើងចេះតែប៉ុន្តែមិនទាន់ចង់ធ្វើទេធម្មតាមិនជាសบายចិត្តក្នុងការធ្វើប៉ុន្តែពេលមានអ្នកបបួលបាទគេហៅថាជាសាច់ញាតិឬក៏អ្នកស្គាល់អីចឹងគេមកថាចំបងឯងលក់ដូរអាហ្នឹងបងឯងចេះសេរីកន្លែងនេះបន្តិចបងចំណេញមិនច្រើនក្នុងចិត្តខ្ញុំចេះដែរតែប៉ុន្តែខ្ញុំមិនទាន់ធ្វើវាអត់សុបាយចិត្តអីក្នុងការនឹកឃើញអាហ្នឹងឯងព្រោះយើងចេះយូរដែរយើងពេលខ្លះក៏ធ្លាប់ធ្វើពេលខ្លះក៏មិនធ្លាប់ធ្វើអញ្ចឹងហើយដល់ពេលខ្លះធ្លាប់ធ្វើពីមុនមកដែរដល់ខានមួយរយៈអីចឹងអារម្មណ៍វាលេងរំភើបព្រោះយើងធ្លាប់ដឹងដែរហើយអញ្ចឹងណាប៉ុន្តែខានមួយរយៈចៅលើកនេះដែលមានអ្នកមកបបួលថាលេងធ្វើណាដល់គេមកបបួលគេមកនិយាយបញ្ជួសបន្ថែមបន្តិចទៀតគេថាខ្ញុំធ្វើអញ្ចឹងចំណេញច្រើនហ្មងណាតែកើតចិត្តនឹកឃើញហ៎គិតធ្វើវាម្ដងទៀតណាអាគិតធ្វើវាម្ដងទៀតអីហ្នឹងក៏ចូលសភាពគេបបួលហ្នឹងឃើញទេបាទអាហ្នឹងចូលលក្ខណៈថាគេបបួលដល់គេបបួលបានធ្វើឃើញទេដល់គេបបួលបានចាប់ដើមធ្វើដល់ពេលគេបបួលចាប់ដើមធ្វើហ្នឹងអត់រួចអំពីលោភៈហ្នឹងទេនៅក្នុងលោភៈដដែលចេញពីដួងទី5មកចូលដួងទី6ហ្នឹងណាបាទដួងទី5ហ្នឹងគិតឃើញខ្លួនឯងដល់ពេលដួងទី6នេះដល់គេណែនាំគេបបួលទៅណាធ្វើដែរអញ្ចឹងនៅតែអត់រួចខ្លួនដែរនៅក្នុងអកុសលចិត្តដែរណាបាទអញ្ចឹងយើងអាចលើកឧទាហរណ៍ដតីផ្សេងទៀតទៅបាទនៅក្នុងជីវិតយើងមានច្រើនណាដូចជាឧទាហរណ៍ថាយើងឧទាហរណ៍ចាស់ពីមុនឲ្យដែលយើងធ្លាប់ឧទាហរណ៍ចាស់ណាយកមកផ្សារភ្ជាប់នឹងដួងទី6នេះសិនទៅដើម្បីឲ្យយល់ច្បាស់សិនចាំទៅរកឧទាហរណ៍ផ្សេងអញ្ចឹងឧទាហរណ៍ដូចខ្ញុំធ្លាប់ឧទាហរណ៍អញ្ចឹងថាយើងទៅដើរលេងទៅច្រៀងលេងអញ្ចឹងចាស់តែថាយើងចង់ទៅចូលខារ៉ាអូខេអញ្ចឹងចាស់ខារ៉ាអូខេយើងមិនមែនដើរចូលណាឯងថាអញ្ចឹងថាចូលញឹកហើយចូលញាប់ចូលញយទៅយូរទៅវាទៅច្រៀងខារ៉ាអូខេលេងចូលក្លឹបចូលអីហ្នឹងវាធម្មតាហើយវាលេងរំភើបញាប់ញយទៅធម្មតាណាអាខណៈចិត្តគិតឃើញហ្នឹងណាថាបើទៅដល់តែហ្មងអាចនឹងសบายចិត្តសមនោះវិញហើយប៉ុន្តែអាខណៈនៅផ្ទះនេះឲ្យដល់ពេលគិតឃើញហ្នឹងវាមិនរំភើបដូចតាំងយើងដែលចូលលេងដល់ពេលយើងដែលចូលញឹកញយទៅវាធម្មតាគិតថាចូលទៅច្រៀងលេងទៅក្លឹបរំលេងហ្នឹងវាធម្មតាយើងវាលេងរំភើបអ្នកធម្មតាអាចិត្តយើងធម្មតាគឺនៅក្នុងឧបេក្ខាឃើញទេនៅក្នុងឧបេក្ខាគឺសភាព
ចិត្តនឹងលេងសោមនស្សធម្មតាណាប៉ុន្តែថ្ងៃហ្នឹងគិតថាដូចជាអត់ចង់ទៅទេថ្ងៃហ្នឹងធម្មតាចង់នៅផ្ទះប៉ុន្តែដល់ពេលមានអ្នកមកបបួលឬក៏មិត្តភក្តិទេមករើទៅច្រៀងខារ៉ាអូខេđấyបាទនឹកឃើញថាមិនទៅដំបងបើដល់ពេលមានអ្នកបបួលអញ្ចឹងនឹកឃើញទំនងដែរអញ្ចឹងទៅល្ងាចហ្នឹងណាត់គ្នាទៅអ្នកដល់ពេលទៅហ្នឹងគឺយើងអត់មានរីករាយចិត្តទេបាទយើងអត់មានសោមនស្សក្នុងការទៅហ្នឹងទៀតទេក្នុងការគិតឃើញហ្នឹងទៀតទេវាធម្មតាហើយព្រោះយើងធ្លាប់ស្គាល់ហ្នឹងណាប៉ុន្តែអត់ទៅលើខ្លួនឯងណាដល់មានអ្នកបបួលអញ្ចឹងឲ្យតែមានអ្នកបបួលអញ្ចឹងគឺនៅក្នុងដួងទី6ហ្នឹងណាបាទប៉ុន្តែបើសិនជាអត់ចាំបាច់មានអ្នកបបួលទេយើងនេះនឹកឃើញខ្លួនឯងចង់ទៅខ្លួនឯងខាងទៅយូរហើយចង់ចូលដើមមើលណារហូតដល់ពេលខ្លះទៅបបួលគេទៀតអាហ្នឹងវាស្ថិតនៅក្នុងដួងទី5នេះវិញណាហើយយើងគិតថាទៅច្រៀងរាំលេងហ្នឹងវាគ្មានបាបបុណ្យអីទេឃើញទេខណៈដែលយើងគិតថាគ្មានបាបបុណ្យអីទេហ្នឹងគឺមិច្ឆាលទ្ធិឯកន្លែងហ្នឹងគឺកន្លែងទិដ្ឋិកតសម្បយុទ្ធនេះបាទទិដ្ឋិកតសម្បយុទ្ធតាំងហ្នឹងគឺវាប្រកបជាមួយនឹងទិដ្ឋិហ្នឹងហើយមានការយល់ខុសក្នុងហ្នឹងបាទយើងគិតថាវាគ្មានជាទោសជាកំហុសអីទេប្រុសគេដើរលេងតែអញ្ចឹងឯងខ្លះនិយាយអញ្ចឹងទេប្រុសមិនចេះចូលឡើងអញ្ចឹងវាគេមិនហៅប្រុសអីទេមានអមិច្ឆាលទ្ធិអញ្ចឹងបាទអញ្ចឹងយើងអាចឧទាហរណ៍ដល់ច្រើនទៀតបាទតើតើនឹងរឿងរ៉ាវឧទាហរណ៍ដូចយើងអ្នកដែលហូបស្រាហូបអីក៏ដោយភាសាគ្រឿងសង្វឹងអីហ្នឹងតែខ្លះនឹកឃើញដល់ស្រាក៏សប្បាយចិត្តនឹកឃើញដល់សភាពយើងទៅជុំគ្នាជប់លៀងហ្នឹងគឺអូល្ងាចនឹងបានទៅជប់លៀងហើយបានសម្រាប់សប្បាយចិត្តអាគណៈនឹកឃើញអញ្ចឹងវាសោមនស្សបាទអញ្ចឹងវាស្ថិតនៅក្នុងប្រភេទដួងទី1ដល់ទី4វាមានសោមនស្សក្នុងហ្នឹងប៉ុន្តែពេលខ្លះយើងវាញឹកញយណាវាលេងទៅជារំភើបញាប់ញយអីជាមួយនឹងអារឿងជួបជុំគ្នាហ្នឹងណាមកវាទៅជាអារម្មណ៍ធម្មតាបាទចិត្តយើងធម្មតាវាចូលកន្លែងឧបេក្ខាសហកតាំងនេះវិញឃើញទេគឺចិត្តប្រកបដោយឧបេក្ខានេះវិញអញ្ចឹងវាអាចចូលមកដួងទី5ទៅដួងទី6នេះវិញណាបាទហើយដល់គិតថាការទៅផឹកស៊ីនឹងវាគ្មានបាបអីទេគ្មានទៅទាស់ខកអីទេគេផឹកស៊ីអញ្ចឹងបានគេរកស៊ីបានគេផឹកស៊ីអញ្ចឹងបានវាមានញាតផឹកស៊ីអញ្ចឹងបានវាមានអ្នករាប់អានណាគិតខុសអញ្ចឹងវាគ្មានបាបអីទេអាហ្នឹងគឺប្រកបដោយមិច្ឆាទិដ្ឋិនេះស្ថិតនៅក្នុងដួងទី5ឬដួងទី6ប៉ុន្តែពេលដំណាក់កាលវិនិច្ឆ័យចុងក្រោយថាតើចូលដួងទី5ឬក៏ដួងទី6ត្រង់ថាបើដួងទី5គេអត់បបួលទេនឹកឃើញខ្លួនឯងចង់ទៅខ្លួនឯងណាបាទហ្នឹងដួងទី5ទៅហើយបើដួងទី6ដល់គេបបួលគេណែនាំបន្តិចមកគេ message មកបន្តិចមកគេឲ្យតម្រុយបន្តិចមកបាទក៏ព្រមទៅគេអញ្ចឹងទៅធ្វើគេអញ្ចឹងទៅហ្នឹងក៏ចូលដួងទី6វិញអញ្ចឹងគិតថាហ្នឹងតែប៉ុណ្្នឹងចុះព្រោះរៀងយូរដែរហើយចូលកន្លះម៉ោងដែរហើយចាំថ្ងៃក្រោយចាំយើងបន្តទៅដួងទី7និងដួងទី8របស់លោភៈមូលចិត្តទៀតបាទអញ្ចឹងបងប្អូនទាំងអស់គ្នាអាចរៀនសង្កេតពិនិត្យអំពីចិត្តរបស់យើងថាតើយើងសម្បូរទៅដោយលោភៈទេបាទអញ្ចឹងរៀនសម្គាល់ថាលោភៈមិនមែនតរតែសោមនស្សទេបាទសូម្បីតែសភាពចិត្តរបស់យើងធម្មតាមិនកើតទុកមិនរីករាយចិត្តដែលសភាពធម្មតាហ្នឹងក៏ជាសភាពរបស់លោភៈដែរបាទយើងរៀនស្គាល់អញ្ចឹងណាអញ្ចឹងហើយមួយទៀតយើងត្រូវដឹងថាសភាពរីករាយចិត្តសប្បាយចិត្តហ្នឹងក៏វាជាអកុសលដែរក៏ជាការសាងបាបមួយដែរណាបាទព្រោះលោភៈហ្នឹងគឺធ្វើឲ្យយើងសប្បាយលោភៈហ្នឹងមានសោមនស្សក្នុងហ្នឹងឃើញទេបាទអញ្ចឹងគុំគិតថាខ្ញុំគ្មានធ្វើបាបអីទេរងថ្ងៃខ្ញុំសប្បាយរហូតណាមានតែតោមនស្សកើតទុកស្អីមានបានសាងបាបឯងគ្រាន់តែមិនតោមនស្សមិនកើតទុកវាមិនមានចិត្តតោសៈកើតឡើងច្រើនប៉ុន្តែអាសបាយខ្លះហ្នឹងគឺសបាយដូចយើងឧទាហរណ៍មកអញ្ចឹងអាសបាយជាមួយនឹងលោភៈហ្នឹងវាសបាយដែរឃើញទេប៉ុន្តែត្រូវដឹងថាហ្នឹងជាការសាងនៅអំពើបាបមួយដែរណាបាទតែកាលណាចិត្តរបស់យើងចាប់ដើមគិតភ្លាមគឺឈ្មោះថាយើងបានសាងហើយបើសាងហើយផលប្រកាសជាមកវិញហើយបាទហើយយើងពេលខ្លះយើង
vì miên mấy cha đặc thị nó không nữa về cái gì còn là kết nhà nè đăng còn là kết không chết đấy nhưng ở đăng thọ mà chết đi việc ban mu tục ro cả kết bỏ dương cứ việc sắp xếp tham việc tổ chức xong tục việc tổ mu tục á nó về để việc miên cầm lang ở thoát cái việc vặt mà với nhảy việc vặt một bên phục nó việc ở phao một bên nhảy chẳng hạn ha cục cả kết bỏ dương thằng việc sắp xếp ban xong tục sắp xếp ban mu tục សម្រាប់ឲ្យផលមកវិញបាទហើយសភាពរបស់លោភៈនេះបើយើងអត់បានសិក្សាយើងដូចជាអត់សូវបានសម្គាល់ថានឹងជាអំពើបាបទេព្រោះវាអត់ធ្វើឲ្យយើងពិបាកចិត្តវាអត់ដូចសភាពរបស់ទោសៈណាបើជាសភាពរបស់ទោសៈវាធ្វើឲ្យយើងថ្នាំងថ្នាក់ចិត្តទៅចិត្តតោះចិត្តខឹងក្រោធអីចឹងយើងឃើញថាទោះបីតែវាអត់តមានផលអីពីណាមកខណៈដែលកើតទោសៈហ្នឹងធ្វើឲ្យយើងនឹងមិនសប្បាយចិត្តហ្មងហាក់បីដូចជាទទួលផលតែម្ដងខណៈហ្នឹងណាបាទប៉ុន្តែបើសភាពរបស់លោភៈនេះអត់ទេខណៈដែលកើតអាហ្នឹងគឺសប្បាយចិត្តពេញចិត្តពេលខ្លះយើងព្យាយាមចង់ឲ្យទៅកើតលោភៈទៀតនេះដូចចាត់ចង់ទៅច្រៀងលេងយើងមិនកើតទុកអីយើងចង់ឲ្យសប្បាយចឹងហ្នឹងយើងអត់ដឹងណាបាទប៉ុន្តែយើងដឹងនោះបាទដឹងថាអូនេះបាបដែរតាអកុសលចិត្តដែរតាចឹងដំបូងឡើយយើងគ្រាន់តែរៀនឲ្យដឹងសិនទៅបាទរឿងលះបានយូរទៅវាគង់តែក្រៀកចេញហើយយើងមិនអាចថាទៅលះបានលះវាបានភ្លាមនេះហើយយើងក៏គ្មានអំណាចអីក្នុងការទៅលះវាដែរអកុសលចិត្តអីហ្នឹងយើងមានតែរៀនដឹងថាអីទៅជាអកុសលហើយយើងរៀនចម្រើននៅកុសលឡើងវិញទៅបាទដូចថាដូចប្រៀបបានដូចថាដូចទឹកមួយកែវដែលវាមានល្អក់កកនៅក្នុងហ្នឹងណាបាទយើងវាគ្មានអំណាចអីទៅដូចចាក់សភាពល្អក់កកនឹងចេញភ្លាមទេបាទប៉ុន្តែនៅពេលដែលយើងរៀនដឹងថាអូអានេះកកតើនេះចឹងយើងវាយូរទៅវាក្រៀកចិត្តនិងគៀសចិត្តក្នុងការលះវាចេញហ្នឹងចឹងដើម្បីលះវាគឺយើងមានតែចម្រើនកុសលហ្នឹងឯងប្រៀបបីដូចជាយើងយកទឹកថ្លាមកវិញកុសលប្រៀបដូចជាទឹកថ្លាអញ្ចឹងណានៅក្នុងកែវហ្នឹងវាមានកកហើយកកឡើងខ្មៅហើយវិញនៅបាតកែវហ្នឹងប្រៀបដូចថាវាសបោវាបានសបោទៅដោយអកុសលហើយចិត្តរបស់យើងជាពុទ្ធជននេះសបោកើតដោយអកុសលហើយអញ្ចឹងនៅពេលដែលយើងចង់ឲ្យទឹករបស់យើងវាល្អវិញយើងមានតែយកអាទឹកស្អាតមកមែនទេបើយើងអត់អាចចាក់អាទឹកអាក្រក់ហ្នឹងចេញយើងយកទឹកស្អាតមកចាក់មកបាទដូចថាចិត្តរបស់យើងអញ្ចឹងយើងចម្រើននៅកុសលធម៌វិញទៅរៀបដូចជាយកទឹកស្អាតយើងមកចាក់ក្នុងកែវហ្នឹងអញ្ចឹងដល់ពេលដែលចាក់កាន់តែច្រើនទៅទោះបីជាថាវាមិនទាន់ហៀអាកកហ្នឹងចេញក៏វាលេងសូវឃើញខាស់ដោយកកដែរត្រូវបានវារាយបាយទៅវាឃើញថ្លាសភាពវាថ្លាយ៉ាងមុនមែនទេបាទហើយបើយើងនៅតែបន្តចាក់កុសលនឹងកាន់តែច្រើនវាអាចថាអាសភាពកកហ្នឹងអាចនឹងហូរចេញហូរចេញអស់នឹងយើងមានតែរៀនដឹងដំបូងឡើយយើងមានតែរៀនដឹងពីសភាពរបស់អកុសលទៅយូរទៅចិត្តយើងនឹងក្រៀកក្នុងការចង់យកវាចេញទៅយើងចម្រើនកុសលទៅយូរទៅវារង្គៀសបន្តិចម្ដងវាយើងលេងសល់កើតនៅចិត្តប្រកបដោយអកុសលហ្នឹងហើយបើយើងអត់ទាន់ដឹងថានឹងជាអកុសលទៅយើងមិនមានចិត្តនឹងចង់លះផងរឿងអីយើងត្រូវទៅលះវាបានដោយលោភៈនេះចេះបើយើងអត់ដឹងថាវាជាសភាពលោភៈទេយើងចង់ឲ្យតែកើតលោភៈហ្នឹងឃើញទេយើងធ្វើរឿងរ៉ាវគ្រប់រាល់ថ្ងៃហ្នឹងប្រឹងរួចប្រឹងធ្វើការងារពេលខ្លះប្រឹងឲ្យហើយអាំងទៅដើរលេងអ្នកប្រឹងឲ្យហើយអាំងទៅសុបាយទៅនេះទៅនោះជាសភាពរបស់លោភៈសោះយើងស្មានថាធ្វើខ្លួនឲ្យយើងសុបាយហ្នឹងជាអំពើបុណ្យតែបិទទៅធ្វើឲ្យខ្លួនឯងបាបសោះព្រោះបាបខ្លះវាធ្វើឲ្យយើងសុបាយអញ្ចឹងណាបាទអញ្ចឹងថ្ងៃនេះមានតែប៉ុណ្្នឹងទេដោយសារពេលវេលាយើងយូរដែរហើយកុំឲ្យកាន់តែយូរទៅយើងអាចថាធុញទ្រាន់បាទអញ្ចឹងចាំថ្ងៃក្រោយយើងចូលទៅកាន់ដួងទី7និងទី8ទៀតបាទអញ្ចឹងសង្ឃឹមថាបងប្អូនអាចយល់បានហើយបើមានចម្ងល់អីក៏អាច comment សួរឬក៏អាចឆាតមកសួរសម្រាប់អ្នកទៅតែសិក្សាដបងអីចឹងហើយអត់សូវយល់អីចឹងណាបាទហើយខ្ញុំក៏មានជា soft PDF សភៅចិត្តចេតសិកផងដែរ
ចំពោះសភៅខាងក្រៅខ្ញុំអត់ទាន់មានទេខ្ញុំមានតែមួយក្បាលសម្រាប់ខ្លួនខ្ញុំបាទទុកមើលដែរបាទប៉ុន្តែបើសិនជាបងប្អូនអ្នកចង់សិក្សាមេរៀនបរមត្ថផលទៅទៅនឹងចិត្តចេតសិកដែលរៀបរៀងដោយលោកគ្រូសានសុជាអាចតាក់ទងមកខ្ញុំបានខ្ញុំមានតែជាសិស្ស PDF អាចជូនបានណាផ្ញើជូនបានហើយយើងអាចសម័យឥឡូវយើងស្រួលដែរយើងមាន soft PDF យើងទៅមើលកន្លែងណាក៏បានយើងមើលក្នុងទូរស័ព្ទណាបាទវាជារបស់មួយជំនួយនៅក្នុងការសិក្សារៀនសូត្ររបស់យើងមានការងាយស្រួលផងដែរបាទចឹងមិនមានអីទៀតទេចាំជួបគ្នាវីដេអូក្រោយទៀតបាទចឹងគ្រប់ជម្រាបលាបងប្អូនទាំងអស់គ្នាត្រឹមប៉ុណ្ណឹងបាទ